ពិធីបញ្ចុះខន្ធសេមាពុទ្ធិពិស័យនិងសម្ពុទ្ធឆ្លងសមិទ្ធិផលនានានៅវត្តគិរីសាគរហៅវត្តចម្លងគូខេត្តកោះកុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធិផលនានាក្នុងវត្តគិរីសាគរហៅវត្តចម្លងគូក្រោមអធិបតីភាពរបស់លោកស្រីគ្រីសោភ័ណ្ឌប្រធានក្រុមប្រឹក្សាស្រុកលោកខេងគង់អភិបាលរងនៃគណៈអភិបាលស្រុកបទុមសាគរនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកក្រូចបរិសីហាអភិបាលស្រុកបទុមសាគរខេត្តកោះកុងព្រះរតនៈពេមរាំងសីរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាព្រះពិសុទ្ធមនីខឹមខុនព្រះអនុគុណស្រុកបទុមសាគរនិងជាព្រះចៅអធិការវត្តអង្គសិលាមនីថ្មសដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតេជគុណព្រះចៅអធិការវត្តនិងអស់លោកស្រីសមាជិកក្រុមប្រឹក្សាអាជ្ញាធរភូមិឃុំសិលវ័នសិលវតីឧបាសកឧបាសិកាលោកយាយលោកតាអ៊ំពូមាមីងបងប្អូននិងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នៅក្នុងបរិវេណវត្តគិរីសាគរហៅវត្តចម្លងគោស្ថិតនៅក្នុងភូមិចម្លងគោឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុងលោកអេកួនមេឃុំថ្មសបានមានប្រសាសន៍ថាបើតាមប្រវត្តិសង្ខេបវត្តគិរីសាគរហៅវត្តចម្លងគោក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ប្រទេសកម្ពុជាត្រូវបានប្រែមុខមាត់ថ្មីក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិនិងគណៈបកប្រជាជនកម្ពុជាមានសម្ដេចហេងសំរិនសម្ដេចជាស៊ីមនិងសម្ដេចហ៊ុនសែនជាប្រមុខដឹកនាំដ៏ត្រឹមត្រូវនិងបានផ្សះផ្សាបង្រួបបង្រួមជាតិគូសទៅរកសន្តិភាពជូនជាតិកម្ពុជាទាំងស្រុងតាមរយៈការស្ដារហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសដូចជាវត្តអារាមសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់និងស្ពានជាដើមប៉ុន្តែទីកន្លែងនេះពុំទាន់មានវត្តសម្រាប់ពុទ្ធបរិស័ទគោរពបូជាទេព្រោះនៅពេលនោះប្រជាពុទ្ធបរិស័ទមករស់នៅមានចំនួនតិចគ្រួសារនៅឡើយពិបាកធ្វើដំណើរចេញចូលនិងជាតំបន់ដាច់ស្រយាលហើយប្រជាពលរដ្ឋរស់នៅកន្លែងនេះពុំមានព្រះសង្ឃសម្រាប់ធ្វើបុណ្យទានផងដែរលោកបានបន្តថាដោយបានមើលឃើញពីផលលំបាកទាំងនេះហើយទើបប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភូមិស្នើសុំកសាងវត្តសាជាថ្មីសម្រាប់ទុកជាកន្លែងគោរពបូជានិងធ្វើបុណ្យទាននានាក្នុងវិស័យនៃព្រះពុទ្ធសាសនាលោកអេកួនមេឃុំថ្មសបានបញ្ជាក់ទៀតថាតាមរបាយការណ៍សាងសង់និងសមិទ្ធផលដែលដាក់សម្ពោធនាឱកាសនេះរួមមានរូបសំណាកសម្ដេចព្រះសង្ឃរាជជួនណាតអតីតព្រះចៅអធិការបង្កើតវត្តព្រះនាមឱកាសព្រះបាទជ័យវរ្ម័នទី7និងលោកអាចារ្យព្រះភិរមភាសាអ៊ូហៅក្រុមងុចដោយរូបសំណាកនីមួយៗទាំង4ព្រះអង្គខាងលើនេះមានភ្នែន9ទឹកកម្ពស់1ម៉ែត្របល្ល័ង្កនិងឆ័ត្ររួតសរុបចំណាយទឹកប្រាក់អស់ចំនួន$11,199 អាមេរិកឧបត្ថម្ភកសាងដោយលោកអ្នកអង្គញាស៊ីកុងទ្រីវនិងលោកជំទាវព្រមទាំងពុទ្ធបរិស័ទនិងផ្លូវបេតុងមួយកន្លែងដែលមានទទឹង7ម៉ែត្របណ្ដោយ95ម៉ែត្រកម្រាស់1ទឹកកន្លះសរុបទឹកប្រាក់ចំនួន$16,625 អាមេរិកដោយមានការឧបត្ថម្ភពីលោកយូជីងនាយកគ្រប់គ្រងក្រុមហ៊ុន Royal Group រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយផងដែរផ្នែកក្នុងពិធីសម្ដែងសម្ដាលបុណ្យសម្ពោធឆ្លងសមិទ្ធផលនានានិងបុណ្យផ្កាប្រាក់សាមគ្គីវត្តគិរីសាគរហៅវត្តចម្លងគោនេះដែរលោកខេងគង់អភិបាលរងនៃគណៈអភិបាលស្រុកបទុមសាគរបានមានប្រសាសន៍ឲ្យដឹងថាតាំងនាមឲ្យក្រុមប្រឹក្សាស្រុកបទុមសាគរនិងតាំងនាមឲ្យលោកក្រូចបរិសីហាអភិបាលនៃគណៈអភិបាលស្រុកលោកពិតជាមានសេចក្តីសមណោះរីករាយដោយបានទទួលធ្វើជាគណៈអធិបតីរួមជាមួយលោកស្រីគ្រីសោភ័ណ្ឌប្រធានក្រុមប្រឹក្សាស្រុកក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានារូបសំណាកអតីតព្រះចៅអធិការបង្កើតវត្តព្រះនាមឱកាសសម្ដេចព្រះសង្ឃរាជជួនណាតព្រះបាទជ័យវរ្ម័នទី7និងលោកអាចារ្យព្រះភិរមភាសាអ៊ូហៅក្រុមងុយនិងបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងវត្តចម្លងគោនៅក្នុងពេលនេះលោកខេងគង់បានសម្ដែងនៅអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយព្រះមេគុណ
ព្រះតេជគុណគ្រប់ព្រះអង្គនិងប្រជាពុទ្ធបរិស័ទទាំងអស់នៅក្នុងខេត្តកោះកុងជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្តគិរីសាគរហៅវត្តចម្លងគោក្នុងភូមិចម្លងគោឃុំថ្មសរបស់យើងដែលទទួលបាននូវសមិទ្ធផលថ្មីៗថែមទៀតដែលផ្ដួចផ្ដើមឧបត្ថម្ភកសាងដោយអង្គការស៊ីគង្ទ្រីវនិងលោកជំទាវព្រមទាំងពុទ្ធបរិស័ទសរុបចំណាយថវិកាអស់ចំនួន$11,199 និងផ្លូវបេតុងមួយខ្សែដែលមានទទឹង7ម៉ែត្របណ្ដោយ95ម៉ែត្រកម្រាស់1 តឹកកន្លះសរុបចំណាយថវិកាអស់ចំនួន$16,625ដោយមានការឧបត្ថម្ភពីលោកយូជិងនាយកគ្រប់គ្រងក្រុមហ៊ុន Royal Group រួមទាំងសប្បុរសជនជាតិឆ្ងាយផងដែរលោកលើកឡើងទៀតថាសមិទ្ធផលនេះស្របពេលដែលប្រទេសជាតិយើងមានការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងល្បឿនគួរឲ្យមានមោទនភាពបំផុតដោយឡែកទឹកដីស្រុកបន្ទុមសាគរក៏មានឱកាសដ៏ប្រពៃពីសន្តិភាពស្ថិរភាពនយោបាយដោយបានទទួលនៅសមិទ្ធផលធំជាបន្តបន្ទាប់ដូចជាផ្លូវកៅស៊ូផ្លូវបេតុងផ្លូវលំរោងចក្រផលិតកុងផ្លាកេនិងរោងចក្រអគ្គិសនីសាលារៀនវត្តអារាមជាដើមលក្ខណៈលោកខេងគង់អភិបាលរងស្រុកបន្ទុមសាគរខេត្តកោះកុងបានសង្កត់ធ្ងន់ទៀតថាចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀតត្រូវបានកសាងនិងកែលម្អជាបន្តបន្ទាប់ព្រមទាំងរមណីយដ្ឋាននិងរមណីយដ្ឋានធម្មជាតិនានាសម្ដៅប្រែក្លាយទឹកដីស្រុកបន្ទុមសាគរជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរប្រកបដោយភាពស្រស់បំព្រងនិងផាសុកភាព